បាទតាំងពីតម្លៃ 4,400 កាត់កៅជាង 4,400 ចិត្តជាង 4,400 4,300 ណែឥឡូវនេះ 4,314 ចិត្ត break អាហ្នឹងហើយសំណួរមួយបងប្អូនយើងអ្នកខ្លះដែលគាត់យល់ដឹងអំពីតម្លៃហាងឆេងមាសខ្លាំងហើយក៏តាមទាន់ទំនោរនៃការធ្លាក់ចុះដែរគាត់សួរថាតើបើសិនជាបាទតម្លៃហាងឆេងមាសបំបែកតម្លៃ 4,300 នឹងបានតើវានឹងទៅកន្លែងណាវាទៅឈប់កន្លែងណាវាទៅទើកន្លែងណាវាទៅបង្កើត retracement វិញនៅកន្លែងណាមានកន្លែងចុងបំផុតរបស់វាឬក៏ទាបបំផុតថ្ងៃហ្នឹងអាចធ្លាក់ដល់ប្រមាណបាទសូមគោរពអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PP Link ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link Security ពាក់ព័ន្ធជាមួយនឹងការ live លើតម្លៃហាងឆេងមាសប្រចាំថ្ងៃពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រវេលាម៉ោង 9 ទៅម៉ោង 10បងប្អូនទាំងអស់គ្នាតម្លៃហាងឆេងមាសនៅយប់ថ្ងៃសុក្រសប្តាហ៍មុនធ្វើឲ្យវិនិយោគិនក៏ដូចជាអ្នកជួញដូរមួយចំនួនកំពុងតែមានភាពសប្បាយរីករាយក៏មានភាពសោកសៅដែរបាទអ្នកដែលទិញបាទប្រកាសណាស់គឺរងផលប៉ះពាល់នៅក្នុងការខាតពេលដែលតម្លៃហាងឆេងមាសមានការធ្លាក់ចុះទៅក្រោមប៉ុន្តែអ្នកដែលសម្រេចចិត្តលក់បាទបែរជាគាត់កើបនៅលុយទៅវិញដោយសារតែតម្លៃហាងឆេងមាសមានការធ្លាក់ចុះកាលពីថ្ងៃសុក្រនឹងគឺច្រើនមែនតែម្ដងរហូតដល់តែ200លេខជាងឯណោះបងប្អូនទាំងអស់គ្នាតម្លៃហាងឆេងមាសធ្លាក់ចុះកាលពីថ្ងៃសុក្រដោយកត្តា2ទៅ3មួយចំនួនដែរដែលជាកត្តាសំខាន់ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដូចជាកត្តាដែលរុញច្រានទាំងអស់នេះដែលធ្វើឲ្យតម្លៃប្រាក់ដុល្លារហ្នឹងមានការឡើងថ្លៃខ្លាំងឥឡូវនេះដុល្លារនេះកំពុងតែស្ថិតនៅក្នុង100បាទមានន័យថាកម្លាំងindex របស់វាគឺឡើងដល់លេខ100ហើយអញ្ចឹងមានន័យថាកម្លាំងរបស់វាគឺខ្លាំងមែនទែនបើសិនជាដុល្លារដេកឡើងដល់102ទៅ103តម្លៃហាងឆេងមាសនឹងបន្តមានការធ្លាក់ចុះបន្តទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំក៏មានរូបមួយចំនួននៃការវិភាគដែរប៉ុន្តែមុននឹងចូលរូបដែលការវិភាគគូវាឲ្យបងប្អូនទាំងអស់គ្នាគួរតែមើលពាក់ព័ន្ធជាមួយនឹងទំនោរឆាតមួយនេះអញ្ចឹងខ្ញុំអាសាប្រាប់ដែរបងប្អូនទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាបាទពេលខ្លះយើងដឹងយើងឮប៉ុន្តែយើងអត់បានធ្វើប៉ុន្តែអ្នកទាំងអស់គ្នាទោះបីជាអត់បានធ្វើក៏ដោយធ្វើមិនកុំឲ្យមានហានិភ័យនៅក្នុងការខាតបង់ឬក៏បានន័យថាបាត់បង់លុយរបស់យើងណាអ្នកទាំងអស់គ្នាមើលឆាតកន្លែងនេះហើយមើលឆាតកន្លែងនេះវាដូចស្មើគ្នាល្អណាទាំងអស់គ្នាដូចស្មើគ្នាល្អវានឹងទៅហើយនឹងមកនេះឃើញទេវាបែបអញ្ចឹងណាវាដូចគ្នាវាបានបង្ហាញយើងហើយថាគណៈនេះវានឹងតម្លាក់ខ្លួនបែបហ្នឹងឃើញទេវាទៅដល់កន្លែងហ្នឹងប៉ុន្តែអានេះហួសណាអ្នកទាំងអស់នេះហួសផុតពីអាហ្នឹងទៀតហ្នឹងហើយអញ្ចឹងពេលដែលផុតពីអាតម្លៃទាបនេះយើងត្រូវតែមើលទិសដៅហេតុអីឥឡូវនេះវាកំពុងតែស្ថិតនៅក្នុងតម្លៃ 4,310 អញ្ចឹងយើងទៅមើលវិញអូចុះ4រៀលទៀតណាអ្នកទាំងអស់គ្នាពិតតែធ្លាក់តែម្ដងបើសិនបើយើងមើលឆាត30នាទីអត់ចេញទេតើយើងមើលមួយឆាត4ម៉ោងឬក៏មួយថ្ងៃតែម្ដងនេះអ្នកទាំងអស់គ្នាឆាតនេះគឺឆាតមួយថ្ងៃអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញហើយគោលដៅរបស់វាបន្ទាប់មិននៅកន្លែងហ្នឹងទេឥឡូវនេះដោយសារតែវាមាន support នេះមួយបងប្អូនទាំងអស់គ្នាមាន support ជើងនេះមួយណាជើងទូចនេះអញ្ចឹងខ្ញុំព្រីឲ្យបងប្អូនទាំងអស់គ្នាមើលនេះឃើញទេ support ជើងហ្នឹងមួយជាប់ហ្នឹងមកហើយនៅខាងនេះក៏វាមាន support ជើងជាប់ខាងនេះមួយដែរនេះគឺជាការវិភាគបែប technical អ្នកទាំងអស់គ្នាទោះបីជាតម្លៃហាងឆេងមាសកាលពីថ្ងៃសុក្រប្រែប្រួលដោយសារតែ fundamental ដោយសារតែព័ត៌មានក៏ពិតមែនប៉ុន្តែពេលដែលវាចុះឡើងពេលដែលវាចុះដោយសារតែស្ថានភាពព័ត៌មានមួយហ្នឹងវានឹងចុះទៅតាមទំនោរឬក៏តម្លៃនៃ technical នេះឃើញទេហើយបើសិនបើវាឡើងក៏វាឡើងទៅតាមទំនោរនិងតម្លៃ technical ដែរវាអត់អាចឡើងទៅបញ្ជាក់ពីតម្លៃដែលមានស្រាប់ទាំងអស់ហ្នឹងឯងណាលុះត្រាតែវាបានបំបែកដាច់អស់ហ្មងបើសិនបើនិយាយឡើងទៅលើអាហ្នឹងបំបែកដាច់អស់ហ្មងតែបើទៅក្រោមអត់ចេះខ្វះទេតម្លៃដែរតម្លៃនេះគឺខ្ញុំបើកមើលឆាត time frame មួយថ្ងៃបានចេញបើសិនជាអត់មួយថ្ងៃទេយើងទេញ៉ៃអត់ចេញទេព្រោះដោយសារតែកាលពីសុក្រថ្ងៃសុក្រធ្លាក់ខ្លាំងពេកណាអ្នកទាំងអស់គ្នាឃើញរៀងប្រឡោះតូចមែនប៉ុន្តែអ្នកទាំងអស់គ្នាមើលឃើញក្នុងនេះណា450លេខណាចន្លោះវា450លេខដែលវាអាចប្រែប្រួលក្នុងអាទិត្យហ្នឹងបាទនៅក្នុងអាទិត្យហ្នឹងអញ្ចឹងតម្លៃទាបបំផុតខ្ញុំនិយាយក្នុងអាទិត្យហ្នឹងណាចាប់ពីថ្ងៃហ្នឹងទៅអញ្ចឹងតម្លៃដែលទាបបំផុតគឺ$4,100នៅក្នុងមួយអោនទីផ្សារអន្តរជាតិបើសិនបើធ្លាក់ទៅដល់ហ្នឹងមែនក្នុងអាទិត្យហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការទិញយក
បាទធ្វើការទិញយកបានទាំងមាសគីឡូទាំងឧបករណ៍នេសាទហិតតែល្អបាទប៉ុន្តែឧបករណ៍នេសាទប្រហែលជានឹងអាចទិញបានច្រើនកន្លែងរួចរាល់អស់ហើយព្រោះដោយសារតែរៀងមានចន្លោះប្រហោងនៅក្នុងការទិញបានច្រើនជាងលក់បានច្រើនជាងគ្រប់ពេលវេលាណាតែអ្នកដែលមាសគីឡូអាចរងចាំបន្តិចទៀតសិនទៅបាទមានដើមទុនច្រើនអាចទិញពីឥឡូវខ្លះតិចបានហើយបាទព្រោះដោយសារតែខ្ញុំមើលវិភាគទៅឃើញកម្រិតនៃការធ្លាក់ចុះហ្នឹងខ្លាំងទៀតដែរនេះ support នេះតែពិតយើងអាសានិយាយដែរ support ហ្នឹងណាអាសានិយាយដែរ support កន្លែងហ្នឹងតែទោះបីយ៉ាងណាក៏ដោយមាន support ហើយមាន resistance ខាងលើហើយការរំពឹងទុករបស់យើងតែនៅគិតថាវាឡើងរហូតអញ្ចឹងដល់ពេលយើងចូលទៅប្រើប្រតិបត្តិការជួញដូរហ្នឹងភាគច្រើនយើងទិញបាទច្រើនជាងលក់មួយរយៈនេះគឺយើងលក់ខ្លះដែរប៉ុន្តែយើងអត់លក់ដូចទិញទេទិញយើងទិញច្រើនជាងណាអញ្ចឹងនេះជា support ចាស់របស់វាអាចនឹងទៅដល់ណាអាចនឹងទៅដល់ហើយនឹងទៅចូលនៅកន្លែងនេះអញ្ចឹងក្នុងសប្តាហ៍ហ្នឹង around របស់វាគឺ41,4100ទៅដល់4,550អញ្ចឹងចន្លោះវាធំដែរនៅក្នុងចន្លោះហ្នឹងក្នុងសប្តាហ៍ហ្នឹងហើយបើសិនជាអ្នកទាំងអស់នេះគិតថាចុះបើខ្ញុំចង់ទិញនៅណានេះតម្លៃបន្តិចទៀតអាចនឹងធ្លាក់ទៅដល់កាលពីខ្ញុំវាស់ព្រឹកមិញគឺនៅតម្លៃ4,324តែឥឡូវ4,310ហ្នឹង4,308ហ្នឹងណាអញ្ចឹងតម្លៃដែលវាអាចនឹងទៅដល់លក្ខខណ្ឌទី1ដែលវាអាចនឹងឡើងវាអាចចុះដល់ហ្នឹងហើយវានឹង retracement ឡើង143ម្ដងទៀតឬក៏ក្បែរ43អ្នកទាំងអស់នេះអាចកាត់ចំណេញបានហើយពេលដែលវាធ្លាក់ដល់ហ្នឹង4,288បាទ4,288នៅប្រហែលជា20លេខជាងទៀតព្រោះដោយសារនេះវាស់ពីព្រឹកមិញគឺ24តែឥឡូវនៅសល់តែ10ជាង10ឬក៏08ឯងអញ្ចឹងនៅសល់ប្រហែលជា10លេខជាង20លេខជាងបាទនៅក្នុងចន្លោះ20លេខណានៅក្នុងហ្នឹងអញ្ចឹងធ្លាក់ទៅក្រោមតិចទៀតអ្នកទាំងអស់នេះអាចទិញបានហើយទិញខ្ញុំចិត្តគិតថាប្រហែលជាបងប្អូនទាំងអស់គ្នាអាចបថុយបន្ថានទិញបានច្រើនដោយសារតែឃើញការធ្លាក់ចុះដូចជា200លេខជាងហើយបាទ200លេខជាងមកដល់ពេលនេះណាហើយទិញនៅកន្លែងហ្នឹងហើយចំណេញកាត់ចេញទៅអ្នកទាំងអស់គ្នាព្រោះដោយសារតែ retracement តែងតែឡើងឲ្យអ្នកទាំងអស់គ្នាចំណេញប៉ុន្តែភាពលូតលន់នេះដែលធ្វើឲ្យយើងជាប់ណាភាពលូតលន់នេះដែលធ្វើឲ្យយើងខាតណាកន្លែងហ្នឹងណាបើសិននិយាយពីប្រតិបត្តិការនិយាយពីកន្លែងដែលយើងចូលទិញលក់ភាគច្រើនណាកម្រខាតទៅទេបាទតែភាពលូតលន់នេះបាទ100មិនយក200មិនយកនោះនឹងបន្ទាញឲ្យយើងខាតត្រឡប់ទៅវិញបើសិនបើទីផ្សារហ្នឹងនៅតែ down trend ទៅទៀតទី2អ្នកទាំងអស់គ្នា resistance ទី2គឺសំទោស support ទី2នៅ4,338បាទ4,338ណាថ្ងៃហ្នឹងណាround មិញខ្ញុំនិយាយសប្តាហ៍តែអានេះនិយាយថ្ងៃហ្នឹងតែម្ដងបាទ4,238អ្នកទាំងអស់នេះអាចទិញបាន$4,238នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិណាគិតនៅក្នុងប្រទេសខ្មែរប្រហែលជា around 5,000 គត់ណាបាទនៅក្នុងចន្លោះហ្នឹងណា5,000 គត់ឬក៏ 5,000 ជាងតិចតួចណាតិចតួចអត់ដល់100ផងណាចន្លោះនេះយកចែកជាមួយ 0.83 ទៅឃើញហើយអូខេតោះអ្នកទាំងអស់នេះនេះគឺជា support ទី2ដែលខ្ញុំនឹងផ្ដល់ឲ្យអ្នកទាំងអស់នេះនៅក្នុងការទិញដោយសារតែទី1ខ្ញុំផ្ដោតទៅលើ support ខាងក្រោយទី2ខ្ញុំវាស់វែងជាមួយនឹងកម្រិតនៃការប្រែប្រួលប្រចាំថ្ងៃបាទប្រចាំថ្ងៃហើយនឹងសន្ទុះលបឿនរបស់វានៅក្នុងពេលមួយផឹកហ្នឹងណាអញ្ចឹងយើងឃើញតម្លៃនេះអាចនឹងទៅដល់ជា resistance ជា support ទី2 4,238ចុះបើសិនជាបងប្អូនទាំងអស់គ្នាចង់លក់អ្នកទាំងអស់គ្នាលក់ទីផ្សារមាសនៅក្នុងថ្ងៃច័ន្ទនេះលក់ដូចជាប្រសិទ្ធភាពខ្លាំងដោយសារតែកម្រិតនៃការ down trend ហ្នឹងវាខ្លាំងបាទអុកតម្លាក់កាលពីថ្ងៃសុក្រហ្នឹងខ្លាំងអញ្ចឹងមិនថានៅតម្លៃនេះទេឬក៏ក្រោមនឹងតិចតួចក៏អាចលក់បានដែរឲ្យតែអ្នកទាំងអស់គ្នាបកកែមើល candlestick ខ្លាំងក្រោមតម្លៃ 4,378 ហ្នឹងក៏អ្នកទាំងអស់គ្នាអាចលក់បានដែរក៏អាចលក់បានដែរប៉ុន្តែផ្ដោតទៅលើលក្ខខណ្ឌចេះមើល stick candlestick របស់វាឬក៏កម្លាំងនៃការឡើងចុះរបស់វាផងដែរបាទតែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យសុវត្ថិភាពចាំដល់តម្លៃនេះលក់ក៏បានដែរណា 4,378 បាទអញ្ចឹងមានន័យថាម៉េចថ្ងៃហ្នឹងអាចនឹងឡើងទៅដល់ 378 មែនប្រកាសណាស់បាទកប់ចន្លោះតម្លៃប៉ុណ្ណឹងបាទត្រឹម50-60លេខសម្រាប់មាសអត់មានជាបញ្ហាយើងក៏មាន resistance ទី2ដែរបាទ resistance ទី2របស់យើងនៅ 4,392 បាទទៅរហូត around 4,400 វិញណាតម្លៃហ្នឹងបាទតែបើនិយាយពីការលក់នៅកន្លែងនេះភាគរយតិចណាស់ដែលអាចលក់បាននៅកន្លែងហ្នឹងហេតុអីដោយសារតែភាគរយនៃថ្ងៃហ្នឹងគឺចុះច្រើនដែរបាទភាគរយថ្ងៃហ្នឹងនៅបន្តការធ្លាក់ទៀតដដែលណាភាគរយថ្ងៃហ្នឹងបើសិនជាបូកទៅវាចូលដល់តែ60ទៅ 65% នោះដែលវាអាចរុញតម្លាក់ចុះថែមទៀតណាប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថាប្រហែលជាអាចនឹងប្រែប្រួល
ប្រាចានៅក្នុងការវិភាគរបស់យើងនៅយប់ម៉ោង7 18ម៉ោង7ម៉ោង8កន្លះម៉ោង7 18ដល់ម៉ោង8កន្លះគឺជាទីផ្សាររបស់អាមេរិកដែលបើកអញ្ចឹងពេលដែលបើកទីផ្សារអាមេរិកមកទិន្នន័យរបស់អាមេរិកកាលពីថ្ងៃសុក្រហ្នឹងអាចនឹងមានការ confirm ច្បាស់លាស់នៅក្នុងតម្លៃនៃការកំណត់ថាល្អឬក៏អាក្រក់ហ្នឹងវាប្រកាសជាល្អហើយបាទវាល្អហើយប៉ុន្តែគាត់ថាទិន្នន័យពិតប្រាកដដែលចេញដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិកហ្នឹងវាមានអីប្រែប្រួលទៀតអត់បើអត់មានអីប្រែប្រួលទេប្រហែលជានឹងទៅតាម flow នៃការធ្លាក់ចុះហ្នឹងតែម្ដងប៉ុន្តែបើសិនជាមានអីកែប្រែប្រួលបន្តិចបន្តួចតម្លៃហាងឆេងមាសដល់ម៉ោង7 18ឬក៏ម៉ោង8កន្លះហ្នឹងនឹងអាចមានការងើបឡើងវិញខ្លះណាអានេះខ្ញុំនិយាយពីកត្តាឬក៏ទិន្នន័យដែលអាចប្រែប្រួលទេអាចប្រែប្រួលទិន្នន័យរបស់ការិយាល័យស្ថិតិការងាររបស់អាមេរិកណាបើអត់មានទេអាហ្នឹងអាចនឹងទៅក្រោមទៀតដែរអញ្ចឹងតម្លៃ 4392 នេះអាចអត់ទៅដល់វិញណាយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាតែទោះបីយ៉ាងណាក៏ដោយដូចខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាយ៉ាងការជួញដូរឧបករណ៍នេសាទណាមិនថាមាសចុះឬក៏ឡើងទេយើងនៅតែមានឱកាសនៅក្នុងការចូលទិញលក់រហូតបាទខុសពីខាងក្រៅបន្តិចបាទខាងក្រៅហ៊ានទៅយកលុយ10 20ម៉ឺនទៅទិញមាស1គីឡូ2គីឡូហើយតែវាចុះទៅគឺគាំងត្រឹមហ្នឹងហ្មងបាទយើងធ្វើអីអត់ចេញតែម្ដងយើងអត់អាចទៅលក់វិញបានទេយើងលក់បានប៉ុន្តែយើងលក់ខាតហ្មងឃើញអត់តែនៅក្នុងឧបករណ៍នេសាទពេលដែលយើងទិញមាសហើយអត់ទាន់បានលក់យើងអាចទៅធ្វើរឿងរ៉ាវមួយចំនួនទៀតនៅក្នុងហ្នឹងលក់ចេញនៅក្នុងចន្លោះហ្នឹងបានទាំងប្រតិបត្តិការយើងកំពុងតែទិញហ្នឹងទុកធម្មតាណាឃើញទេកន្លែងហ្នឹងលក្ខខណ្ឌកន្លែងហ្នឹងគឺជាចំណុចល្អខ្លាំងមែនទែនលក្ខខណ្ឌកន្លែងហ្នឹងឯងដែលអ្នកទាំងអស់គ្នាអត់ដែលគិតដល់ថាការជួញដូរឧបករណ៍នេសាទមិនក៏មានលក្ខខណ្ឌល្អបែបហ្នឹងហេតុអីបានយើងចូលទិញហើយយើងឥឡូវកប់លុយនៅក្នុងការទិញនឹងហើយហូលអត់ទាន់ចំណេញទេតែយើងអាចពេលដែលយើងឃើញទីផ្សារហ្នឹងនៅតែបន្តចុះយើងក៏ប្រើអាមុខងារមួយហ្នឹងត្រឡប់ជាការលក់ចេញវិញដែរប៉ុន្តែស្របពេលដែលយើងលក់ចេញហ្នឹងមិនមែនមានន័យថាយើងកាត់អប្រតិបត្តិការបាយនឹងចោលទេឃើញទេអញ្ចឹងពេលដែលវាចុះទៅចំណេញកាត់ចំណេញតែ 4-5 ដងវាអាច cover ទៅលើការខាតនៃការ hold បោះបាយរបស់យើងបានហើយឃើញទេអញ្ចឹងវាមានលក្ខខណ្ឌវាមានវិធីសាស្ត្រយើងមានយុទ្ធសាស្ត្រមានមុខងារជាច្រើនដែលអាចនឹងធ្វើបានច្រើនជាងខាងក្រៅណាវាបែបអញ្ចឹងជាងគ្រាន់តែអង្គុយមើលលុយកំពុងតែហូរខាតណាបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងនេះជា resistance ទី2ជូនដល់បងប្អូនទាំងអស់គ្នានៅក្នុងការលក់អូខេតោះអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចនិយាយពាក់ព័ន្ធជាមួយនឹងអ្នកដែលទិញខាងលើឧទាហរណ៍ថាបងប្អូនទិញនៅ 4392 93 4360ជាង 4400ជាងបាទឥឡូវនឹងត្រូវធ្វើម៉េចទៅបើតម្លៃហាងឆេងមាសបានតម្លាក់ខ្លួនចុះទៅក្រោមហើយហ្នឹងបាទវាអាចត្រឡប់ឡើងមកវិញដែរអត់ប្រកបណាវាពេលត្រូវការតែពេលវេលាហើយបើរឿងឡើងត្រឡប់មកវិញគឺឡើងបាទគឺឡើងប៉ុន្តែត្រូវការពេលវេលាពេលណាអត់មានណាគេដឹងទេបាទពេលណាដែលសមស្របដែលកត្តាសេដ្ឋកិច្ចរបស់អាមេរិកបានធ្លាក់ចុះឬក៏សាច់ប្រាក់លុយអាមេរិកបានធ្លាក់ចុះតម្រូវការមាសកើនឡើងពេលនោះហើយបាទគឺឡើងត្រឡប់មកវិញហើយឬក៏កត្តាសង្គ្រាមអីមួយចំនួនដែលប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចទាំងមូលក៏វាឡើងវិញដែរឃើញទេភូមិសាស្ត្រនយោបាយឬក៏ប្រធានស័កនៃគ្រោះមហន្តរាយណាមួយដែលយើងអត់បានមើលឃើញក៏មាសនឹងហក់ឡើងទៅវិញដែរបាទតម្លៃហាងឆេងមាសបាទចុះលឿនណាស់ប៉ុន្តែឡើងក៏វាមិនយឺតដែរបាទឡើងក៏វាមិនយឺតដែរបើសិនជាឡើងយឺតលុះត្រាតែកម្លាំងនៃការចុះនឹងខ្លាំងបើសិនជាចុះយឺតលុះត្រាតែកម្លាំងនៃការកើនឡើងនឹងខ្លាំងណាអញ្ចឹងអត់មានអីទៅសៅមងជាមួយនឹងការចុះនឹងឡើងនឹងឯងសំខាន់យើងសួរមកយើងវិញថាយើងជួញដូរតម្លៃហាងឆេងមាសពេលដែលវាឡើងយើងអាចធ្វើអីបាននៅពេលឡើងយើងអាចធ្វើអ្វីបាននៅពេលចុះឬក៏យើងទិញលក់បែបណាដើម្បីប្រើអាដើមទុនរបស់យើងនឹងឲ្យកាន់តែមានប្រសិទ្ធភាពប្រើដើមទុនទូចហើយមានប្រសិទ្ធភាពទៀតអាចធ្វើរឿងរ៉ាវជាច្រើននៅក្នុងការជួញដូរតម្លៃហាងឆេងមាសនឹងបានណាអញ្ចឹងស្វាគមន៍បងប្អូនទាំងអស់គ្នាមកយល់ដឹងពាក់ព័ន្ធជាមួយនឹងការជួញដូរតម្លៃហាងឆេងមាសតាមរយៈ platform MT5 ដែលទទួលសិទ្ធិនឹងលក្ខខណ្ឌសមស្របច្បាប់ពីនាយកដ្ឋានមុខកម្ពុជាដែលជាស្ថាប័នមើលការខុសត្រូវឬក៏ទទួលការខុសត្រូវទៅលើការជួញដូរឧបករណ៍នេសាទនៅក្នុងប្រទេសកម្ពុជាតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាយើងមាន function មុខងារមានយុទ្ធសាស្ត្រជាច្រើននៅក្នុងការធ្វើរឿងរ៉ាវមួយហ្នឹងដើមទុនធំប្រសិទ្ធភាពនៃការរកផលចំណេញនឹងគឺច្រើនមែនទែនហើយហានិភ័យវានឹងថយចុះតែបើដើមទុនទូចហានិភ័យរបស់យើងប្រកាសជាធំហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការជួញដូរមិនមែននិយាយគ្រាន់តែថាត្រូវការតែដើមទុនធំទេដើមទុនតូចពិបាកធ្វើអត់កើតទេមិនមែនទេ
ធ្វើកើតប៉ុន្តែប្រសិទ្ធភាពហើយនឹងគុណភាពហើយនឹងប្រាក់ចំណេញចំនួននោះវាខុសគ្នាបាទការគិតនឹងក៏ខុសគ្នាភាពងាយស្រួលក៏ខុសគ្នាដែរអញ្ចឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលមានដើមទុនធំហើយសូមប្រើប្រាស់យុទ្ធសាស្ត្រនៅក្នុងការប្រើប្រាស់ដើមទុនចូលទីផ្សារនឹងឲ្យបានត្រឹមត្រូវដើម្បីទាញយកផលចំណេញពេលដែលយើងជួបឧបសគ្គដែលមាសចុះធ្លាក់ចុះហើយយើងទៅទិញវាយើងក៏អត់សូវមានហានិភ័យដែរតែបើអ្នកទាំងអស់គ្នាអត់យល់ពីការជួញដូរឬក៏ប្រើប្រាស់ដើមទុននេះយើងពេលដែលមាសធ្លាក់ចុះហានិភ័យទុនរបស់យើងប្រកាសជាមានហានិភ័យហើយដោយសារតែយើងចេះតែប្រើដើមទុននឹងអត់បានត្រឹមត្រូវអត់បានគណនាជាមួយនឹងហានិភ័យមួយចំនួនព្រោះដោយសារតែលើពិភពលោកនេះអត់មានរឿងអីសុវត្ថិភាពទេបាទអត់មានអីសុវត្ថិភាព 100% បានទេបាទអត់មានរឿងអីដឹងថាចំណេញទេអត់មានហានិភ័យទេបាទដូចខ្ញុំអាសានិយាយលេងអញ្ចឹងណាគ្រប់យ៉ាងអីក៏មានហានិភ័យដែរប៉ុន្តែសំខាន់អ្នកទាំងអស់គ្នាទុករបស់នឹងកន្លែងណាឲ្យវាមានសុវត្ថិភាពពេលដែលយើងយកមកប្រើត្រូវធ្វើបែបណាឲ្យវាមានសុវត្ថិភាពតែប៉ុណ្្នឹងឯងអញ្ចឹងការជួញដូរការវិនិយោគវាដូចតែគ្នាទេពេលដែលយើងមានដើមទុនអាចថាអ្នកទាំងអស់គ្នា A ក៏មានដើមទុនប៉ុណ្ណឹង B ក៏មានដើមទុនប៉ុណ្ណឹងដែរហេតុអីបានគេនៅតែចំណេញហើយយើងខាតណាប្រហែលជាមកពីការប្រើប្រាស់ដើមទុនប្រហែលជាការមកពីការយល់ដឹងពីការជួញដូរតម្លៃហាងឆេងមាសប្រហែលជាយើងផ្ដោតទៅលើ technical ពេកប្រហែលជាយើងផ្ដោតទៅលើ fundamental ពេកផ្ដោតទៅលើកត្តាដែលជះឥទ្ធិពលតម្លៃហាងឆេងមាសខ្លាំងពេកបែរជាភ្លេចជំហានដើររាល់ថ្ងៃ1 2 3 4 5នេះអញ្ចឹងយើងនឹងហានិភ័យហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាទោះបីជាយើងកើតឡើងយើងចង់ធ្វើអីមួយឲ្យអស្ចារ្យក៏ដោយប៉ុន្តែយើងត្រូវតែជាប់ជាមួយនឹង technical មួយដេកដើរឈរអង្គុយយើងតែងតែធ្វើវាឃើញទេអញ្ចឹងទោះបីជាមានរឿងអីកើតឡើងដេកដើរឈរអង្គុយនឹងតែងតែកើតឡើងជាមួយយើងអញ្ចឹងការជួញដូរក៏ដូចគ្នាដែរអ្នកទាំងអស់គ្នាត្រូវតែចេះ technical នឹងឲ្យខ្លាំង technical សំដៅទៅលើការប្រើប្រាស់ amplify នឹងតែម្ដងប្រើប្រាស់មុខងារនឹងតែម្ដង technical សំដៅទៅលើការប្រើប្រាស់តម្លៃជួញដូរនឹងឲ្យបានត្រឹមត្រូវតែម្ដងប្រើប្រាស់ដើមទុនឲ្យបានជួញដូរនឹងឲ្យបានត្រឹមត្រូវតែម្ដងណាចេះវិភាគតម្លៃចេះមើលទំនោរអីផ្សេងៗ technical បាទមូលដ្ឋានគ្រឹះស្រួលមែនតើអញ្ចឹងអ្នកទាំងអស់គ្នាយើងមានវគ្គបណ្ដុះបណ្ដាលជូនដល់បងប្អូនទាំងអស់គ្នាកុំភ្លេចតាក់ទងមកពួកយើងដើម្បីយល់ដឹងអំពីតម្លៃហាងឆេងមាសអ្នកដែលមានដើមទុនធំខ្ញុំជឿថាមិនគួរសង្ងំនៅស្ងៀមទេគួរតែមកសិក្សាអំពីការវិនិយោគមួយនេះព្រោះដោយសារតែខ្ញុំគិតថាឥឡូវហ្នឹងសេដ្ឋកិច្ចយើងការងារអីមួយចំនួនក៏វាមិនទាន់ល្អប្រសើរដែរមិនមែនតែយើងទេឬពិភពលោកតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចកលេចមើលការវិនិយោគលើការជួញដូរឧបករណ៍នេសាទនេះមើលឱកាសនៃការជួញដូរតម្លៃហាងឆេងនេះមើលតើវាមានសក្តានុពលប៉ុណ្ណាវាអាចទាញដើមទុនល្អប្រសើរប៉ុណ្ណាអាចទាញប្រាក់ចំណេញល្អប្រសើរប៉ុណ្ណាការគ្រប់គ្រងហានិភ័យបានយ៉ាងណាអញ្ចឹងអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ010 84400 012 84400ឬក៏ក្រុមការងាររបស់ PP Link Security ក៏ដូចជាក្រុមការងាររបស់ការជួញដូរឧបករណ៍នេសាទបាទមិនថានៅក្រុមហ៊ុនណាឬក៏កន្លែងណាទេស្វាគមន៍បងប្អូនទាំងអស់គ្នាត្រូវតែមានចំនួនមានចម្ងល់សួរពាក់ព័ន្ធជាមួយនឹងការជួញដូរនឹងឲ្យបានស៊ីជម្រៅដើម្បីបង្កើនចំណេះដឹងបងប្អូនទាំងអស់គ្នាទាញយកផលចំណេញពីការជួញដូរមួយនេះអូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបញ្ជាក់ម្ដងទៀតពាក់ព័ន្ធជាមួយនឹងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺទំនោរនៃការធ្លាក់ចុះនឹងរហូតដល់តែ60ទៅ 65% នៃទម្ងន់នៃការទម្លាក់ចុះបន្ថែមទៀតអាចនឹងប្រែប្រួលអាចនឹងស្ដារនៃការឡើងត្រឡប់មកវិញប្រហែលជានឹងម៉ោងរបស់សហរដ្ឋអាមេរិកបើកនៅម៉ោង7ហើយការប្រែប្រួលវាអារម្មណ៍ម៉ោង7:18ទៅម៉ោង8:40ជាង30ជាងណាបងប្អូនទាំងអស់គ្នាអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងជូនពរដល់បងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខរកទទួលទីមានបានហើយជូនពរដល់បងប្អូនទាំងអស់គ្នាដែលជាប់ទិញមាសនៅខាងលើនឹងដោះស្រាយនៅក្នុងការទាញយកដើមទុនហើយនឹងប្រាក់ចំណេញត្រឡប់មកវិញនៅក្នុងគណៈពេលដែលតម្លៃហាងឆេងមាសកំពុងតែស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះហើយក៏ជូនពរបងប្អូនទាំងអស់គ្នាហើយនឹងអបអរសាទរបងប្អូនទាំងអស់គ្នាដែលចំណេញតម្លៃហាងឆេងមាសតាមពីថ្ងៃសុក្រហើយនឹងថ្ងៃនេះផងដែរដូចជាសាមញ្ញក៏បងប្អូនទាំងអស់គ្នាទៅទិញមាសគីឡូអីគេខាងក្រៅមួយចំនួនដែរបាទអញ្ចឹងជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខរកទទួលទីមានបានទាំងអស់គ្នាសម្រាប់ពេលនេះខ្ញុំបាទឡុងសំណាងសូមជម្រាបលា